បាទនេះជាសកម្មភាពបងប្អូនកសិករនៅតំបន់ភូមិខ្ញុំគាត់ដាំសណ្តែកដីបងប្អូនបាទហើយការដាំរបស់គាត់នេះគាត់រោយតាមនឹងគល់ប៉ុន្តែការដាំសណ្តែកដីខុសៗគ្នាមួយគាត់ពូនរងបាទភ្ជួរពូនជារងមួយគាត់ព្រោះដូចស្រូវចឹងបាទព្រោះឲ្យគាត់ជួរមួយទៀតភ្ជួរពូនជារងហើយយើងចុចដាំប៉ុន្តែចំណាយគាត់នេះគាត់រោយបាទគាត់រោយតាមទាំងគល់ការដាំខុសៗគ្នាបាទអញ្ចឹងគាត់ភ្ជួរទៅហើយមានម្នាក់ឬពីរនាក់ដើរពីក្រោយអង្គលបាទដើរពីក្រោយអង្គលគាត់រោយគ្រាប់គាត់រោយខាងកតុយយាមខាងក្រោយហ្នឹងអាឡ័យចង្ហោហ្នឹងហើយបងប្អូនចាំមើលនេះសកម្មភាពគាត់រោយបាទប៉ុន្តែខ្ញុំអត់បានថតឲ្យចំអ្នករោយបាទបើបងប្អូនពេញចិត្តនៅលើ page Facebook របស់ខ្ញុំសូមជួយ share និងចែកម្លែកម្នាក់មួយផងបាទបើនៅលើ YouTube មានអីមានតែចុចsubscribe ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទនេះក៏រោយពីក្រោយដែរបងប្អូនបាទនេះរោយដូចមិញអញ្ចឹងបាទរោយពីក្រោយនឹងគល់ហើយតំបន់ខ្ញុំភាគច្រើនធ្លាក់ភ្លៀងដើមឆ្នាំមកគាត់ច្រើនជួរដីដាំអោឡាក់បាទភាគច្រើនដាំអោឡាក់គាត់ដាំអោឡាក់ហើយបានគាត់ដាំដូចជាសណ្តែកដីដំឡូងជ្វានិងននងជ្រុងនិងល្ពៅបាទហើយននងជ្រុងនិងល្ពៅហ្នឹងវាមួយយ៉ាងម្នាក់ត្រង់ថាននងជ្រុងបានតែខ្ចីទេបាទអត់បានឆ្លដូចអត់បានមានផលប្រយោជន៍ច្រើនដូចល្ពៅទេហើយសណ្តែកដីនេះគាត់នេះក៏រោយបាទនេះរោយពីក្រោយអញ្ចឹងប៉ុន្តែសណ្តែកដីស៊ីផេះបាទផេះសម្រាមដែលយើងដុតបំពុយកផេះហើយយើងដាក់ទៅមើមល្អមើមគ្រាប់បាទមើមសម្បូរគ្រាប់តែបើយើងមានតែលើមុខគោនឹងអត់សូវដាក់គ្រាប់ល្អដូចយើងផេះទេបាទផេះពាក្យថាផេះគឺផេះអីក៏ដោយបាទផេះកាមក៏ដោយផេះអុសក៏ដោយផេះស្លឹកឈើក៏ដោយប៉ុន្តែផេះស្លឹកឈើល្អច្រើនជាងបាទល្អពេលដែលដាក់ទៅធ្វើសណ្តែកដីមើមខ្លឹមល្អហើយការដាំរបស់គាត់នេះនៅតំបន់ខាងបងភ្នំតាម៉ៅបដៅពុនបាទភ្នំតាម៉ៅបងប្អូននៅភ្នំបដៅពុនហ្នឹងនៅខាងបងភ្នំតាម៉ៅងាកឡើងតិចហ្នឹងឃើញភ្នំមួយខ្នងហ្នឹងហៅភ្នំបដៅពុនហើយចំការនេះនៅខាងត្បូងបាទខាងត្បូងភ្នំបដៅពុនហើយនៅតែតំបន់ខ្ញុំនេះនៅប្រើគោប៉ុន្តែឥឡូវគាត់លក់បដើអស់ហើយបាទលក់ទិញគោយន្តបាទគាត់ប្រើគោយន្តហើយបងប្អូនឃើញខ្ញុំថតនេះតំបន់ខ្ញុំមិនថាមិនរីកចម្រើនទេប៉ុន្តែខ្ញុំចង់ថតរក្សាទុកជាឯកសារសម្រាប់ឲ្យក្មេងៗស្រកក្រោយគាត់បានស្គាល់បានឃើញអញ្ចឹងពីព្រោះទៅថ្ងៃខាងមុខនេះលែងមានហើយបាទលែងមានគោនង្គ័លមានតែត្រាក់ទ័រនិងគោយន្តសម្រាប់ធ្វើកសិកម្មហើយការដាំរបស់គាត់នេះលក្ខណៈគ្រួសារបាទដាំលក្ខណៈគ្រួសារមិនទ្រង់ទ្រាយធំទេបាទដាំលក្ខណៈគ្រួសារបានន័យថាដាំទៅគាត់លក់ខ្លួនឯងបាទបើមានគេទិញក៏គាត់លក់ដែរបាទលក់ខ្លួនឯងខ្លះលក់ឲ្យគេខ្លះហើយ
ការធ្វើកសិកម្មនៅតំបន់ខ្ញុំនៅធ្វើច្រើនជាងគេបាទតែតំបន់ទៅខាងលិចគឺគេលក់ដីអស់ហើយគេលែងធ្វើចំការអញ្ចឹងនៅតំបន់ខ្ញុំដូចជាភូមិត្រពាំងសាបត្រកៀតពាំងទឹមបាទនៅធ្វើកសិកម្មការដាំដុះហើយវីដេអូគោភ្ជួរដីនេះបងប្អូនជិះម៉ូតូមើលបាទរើមានអត់មានទេមានតែមានដោយតំបន់មានតិចតួចណាដោយតំបន់កម្រមានវីដេអូប្រភេទនេះតែខ្ញុំស្លាប់ឆ្លងកាត់ការប្រើគោនាងកុលហើយហេតុតែស្រឡាញ់បាទចឹងថតរក្សាទុកជាឯកសារកុំឲ្យអនាគតទៅលែងមានគោនាងកុលតែពេលក្មេងវាចង់ស្គាល់ចឹងវា search នៅលើ YouTube សរសេរនៅលើ YouTube ពាក្យថាគោនឹងនាងកុលទៅគឺចេញព្រាតនៅលើ YouTube ប៉ុន្តែភាគតិចតែដែលមាននៅលើ YouTube ពីព្រោះគោភ្ជួរដីឥឡូវទោះបីមានអ្នកធ្វើវីដេអូហ្នឹងក៏គេរើថតអត់បានដែរដោយសារភាគច្រើនតំបន់សង្ឃគ្រប់តំបន់ទាំងអស់គឺលែងមានគោនាងកុលហើយឃើញតែពេលខ្ញុំដើរឃើញតែគោឃើញតែនាងកុលទុកចោលរទេះខ្លះគេទិញយកទៅតាំងផ្ទះទៅកង់រទេះបាទចិត្តហើយគាត់ជួចិត្តហើយជួរួយតាមនាងកុលចិត្តហើយបាទវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនបាទអញ្ចឹងសូមបញ្ចប់សូមជម្រាបលាបងប្អូនបាទសូមអរគុណដែលបងប្អូនគាំទ្របាទសូមជម្រាបលា